ពុទ្ធោអើយបរោះម្នាក់បានឡើងផ្សារដែកលើដំបូលសំយ៉ាផ្ទះស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់និងធ្លាក់ស្លាប់បាត់បង់ជីវិតជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាទីមេត្រីថ្មីនេះមានករណីដ៏គួរឲ្យសោកស្ដាយមួយបានកើតឡើងនៅក្នុងខណ្ឌកំពូលគណៈពេលដែលបរោះម្នាក់បានជួបនៅគ្រោះថ្នាក់អគ្គិសនីក្នុងអំឡុងពេលកំពុងតែឡើងសំយ៉ាផ្ទះដោយខ្លួនឯងរឿងនេះពិតជាសំខាន់មែនទែនព្រោះវាគឺជាមេរៀនសុវត្ថិភាពមួយដែលយើងគ្រប់គ្នាដែលឧស្សាហ៍នៅក្នុងការជួសជុលរបស់របរនៅក្នុងផ្ទះដោយខ្លួនឯងត្រូវតែយល់ដឹងហេតុអ្វីបានជាគ្រោះថ្នាក់នេះកើតឡើងហើយតើសមត្ថកិច្ចរកឃើញតម្រុយបឋមអ្វីខ្លះសូមបងប្អូនតាមដាននៅការសម្រាយលម្អិតនៅក្នុងវីដេអូនេះទាំងអស់គ្នាក៏ប៉ុន្តែមុននឹងស្ដាប់សូមបងប្អូនរងចាំការបញ្ជាក់ជាផ្លូវការពីសំណាក់អាជ្ញាធរហើយកុំទាន់ប្រញាប់ប្រញាល់នៅក្នុងការវិនិច្ឆ័យឬក៏ស្ដីបន្ទោសទៅកាន់ភាគីណាមួយឲ្យសោះពីព្រោះថានេះគឺជាគ្រោះថ្នាក់ដោយយថាហេតុផ្អែកទៅតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានក្នុងស្រុកនិងការចោះត្រួតពិនិត្យបឋមរបស់សមត្ថកិច្ចនៅក្នុងខណ្ឌកំពូលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា12ថ្ងៃត្រង់ថ្ងៃទី18ខែមិថុនាឆ្នាំ2026ទីតាំងកើតហេតុគឺស្ថិតនៅផ្ទះមួយកន្លែងនៅក្នុងបរិយាមង្គលពិតភូមិកំរៀងសង្កាត់កន្ទ្រោករឿងនេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការប្រើប្រាស់នៅឧបករណ៍អគ្គិសនីពោលគឺម៉ាស៊ីនផ្សារដែកដែលភ្ជាប់ជាមួយនឹងគ្រោងដែកដំបូលផ្ទះដើម្បីឲ្យបងប្អូនយល់រឿងនេះបានកាន់តែច្បាស់យើងងាកមករៀបរាប់អំពីចំណុចសំខាន់ទៅតាមលំដាប់លំដោយនៃព្រឹត្តិការណ៍ជាមុនសិនយោងទៅតាមប្រភពព័ត៌មានពីក្រុមគ្រួសារបរិះដែលរងគ្រោះថ្នាក់នេះមានឈ្មោះថាហឹមខ្នាមានអាយុ34ឆ្នាំរូបគាត់មានមុខរបរប្រចាំថ្ងៃជាអ្នកលក់អីវ៉ាន់ចាប់ភួយគ្រួសារគាត់បានបញ្ជាក់ប្រាប់ថារូបគាត់មិនមែនជាជាងដែកអាជីពអីនោះទេក៏ប៉ុន្តែរូបគាត់មានជំនាញនិងចេះផ្សារដែកខ្លះដោយសារតែចេះជំនាញនេះរូបគាត់ក៏បានសម្រេចចិត្តទិញដែកយកមករៀបចំតសំយ៉ាផ្ទះដោយខ្លួនឯងដោយមិនបានជួលជាងជំនាញពីខាងក្រៅមកឡើយការងារដំឡើងគ្រោងដែកនេះត្រូវបានធ្វើឡើងរយៈពេលប្រហែលថ្ងៃមកហើយស្ទើរតែរួចរាល់ជាស្ថាពរទៅហើយពោលគឺនៅសល់តែការប្រក់ដំបូលតែប៉ុណ្ណោះលុះមកដល់ថ្ងៃទី18ខែមិថុនាឆ្នាំ2026នៅវេលាម៉ោង12ថ្ងៃត្រង់ដែលជាវេលាកើតហេតុគណៈពេលដែលរូបគាត់កំពុងតែបន្តការងារផ្សារដែកនៅខាងលើដំបូលស្រាប់តែមានហេតុការណ៍ឆ្លងចរន្តអគ្គិសនីបានកើតឡើងភ្លាមនោះចរន្តអគ្គិសនីបានធ្វើឲ្យរូបគាត់រងនៅការប៉ះទង្គិចនិងបានបាត់បង់លំនឹងបណ្ដាលឲ្យគាត់ធ្លាក់ពីលើគ្រោងដំបូលដែលមានកម្ពស់ប្រមាណជា3ម៉ែត្រមកលើឥដ្ឋការ៉ូនៅខាងក្រោមក្រោយការធ្លាក់នេះរូបគាត់បានស្ថិតនៅក្នុងស្ថានភាពសន្លប់បាត់បង់ស្មារតីនៅនឹងកន្លែងនៅពេលនោះប្រពន្ធរបស់គាត់ដែលបានឃើញហេតុការណ៍នេះផ្ទាល់ក៏បានស្រែកហៅអ្នកជិតខាងឲ្យមកជួយសង្គ្រោះនៅក្នុងស្ថានភាពដ៏ប្រញាប់ប្រញាល់អ្នកជិតខាងបានរួមដៃគ្នាលើករូបគាត់ដាក់លើម៉ូតូកង់3ដើម្បីដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពកំរៀងដែលនៅជិតទីនោះក៏ប៉ុន្តែដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យនៅទីនោះបានផ្ដល់ជាដំបូលមានឲ្យបញ្ជូនរូបគាត់បន្តជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលខេត្តកណ្ដាលដែលមានសម្ភារៈសង្គ្រោះគ្រប់គ្រាន់ជាងពេលទៅដល់មន្ទីរពេទ្យបង្អែកក្រុមគ្រូពេទ្យបានបញ្ជូនរូបគាត់ទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមបើទោះបីជាគ្រូពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់អស់ពីលទ្ធភាពរយៈពេលប្រមាណជា15នាទីយ៉ាងណាក្តីជាអកុសលរូបគាត់ក៏បានបាត់បង់ជីវិតទៅហើយក្រោយពេលទទួលបានដំណឹងភ្លាមនគរបាលប៉ុស្តិ៍កន្ទ្រោកនិងនគរបាលខណ្ឌកំពូលបានចុះមកដល់ទីតាំងកើតហេតុភ្លាមដើម្បីធ្វើការពិនិត្យជាក់ស្ដែងផ្អែកទៅតាមការសង្កេតបឋមនៅនឹងកន្លែងកើតហេតុសមត្ថកិច្ចបានប្រទះឃើញម៉ាស៊ីនផ្សារដែកត្រូវបានចងភ្ជាប់ទៅនឹងគ្រោងដែកដំបូលដែលកំពុងតែដំឡើងនោះអ្វីដែលជាចំណុចគួរឲ្យសង្ស័យជាទីបំផុតនោះគឺនៅត្រង់គល់ដោយខ្សែភ្លើងម៉ាស៊ីនផ្សារដែលដោតភ្ជាប់ទៅនឹងព្រីភ្លើងមានស្នាមដាច់រលាត់សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថាខ្សែដែលដាច់រលាត់នេះអាចត្រូវបានខ្យល់បក់បោកយល់ទៅប៉ះជាមួយនឹងគ្រោងដែកដំបូលដោយ
សារតែដែកជាភ្នាក់ងារចម្លងអគ្គិសនីវាបានធ្វើឲ្យក្រងដំបូលទាំងមូលមានចរន្តអគ្គិសនីរត់ឆ្លងកាត់ទើបបណ្ដាលឲ្យមានការឆក់នៅពេលដែលជនរងគ្រោះប៉ះពាល់ជាមួយនឹងដែកនោះសូមបញ្ជាក់ផងដែរថាព័ត៌មានអំពីខ្សែភ្លើងដាច់រលាត់ប៉ះទៅនឹងក្រងដែកនេះគឺជាការសន្និដ្ឋានជំហានដំបូងរបស់នគរបាលមូលដ្ឋាននៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះក្រោយមកនគរបាលមូលដ្ឋានក៏បានរាយការណ៍និងប្រគល់កិច្ចការនេះបន្តជូនទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះមកធ្វើកោសលវិច័យនិងស្រាវជ្រាវតាមលក្ខណៈបច្ចេកទេសឲ្យបានច្បាស់លាស់បន្ថែមទៀតមុននឹងសន្និដ្ឋានជាផ្លូវការបច្ចុប្បន្ននេះក្រុមគ្រួសារបានទទួលសពយកមករៀបចំធ្វើបុណ្យទៅតាមប្រពៃណីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបើមើលតាមព័ត៌មានដែលមានបច្ចុប្បន្នយើងឃើញថារឿងនេះបានផ្ដល់នៅចំណុចសំខាន់ជាច្រើនដែលបងប្អូនមហាជននិងអ្នកទស្សនាគួរតែយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នចំណុចទី1ហានិភ័យនៃឧបករណ៍អគ្គិសនីដែលមានសភាពចាស់ឬខូចខាតចំណុចនេះអាចបង្ហាញថាត្រឹមតែការដាច់រលាត់នៃខ្សែភ្លើងបន្តិចបន្តួចនៅត្រង់ចំណុចដោយដោតអាចក្លាយជាមូលហេតុនៃគ្រោះថ្នាក់ដ៏ធំបាននៅក្នុងការដ្ឋានឬក៏ការងារក្នុងផ្ទះខ្សែភ្លើងតែងតែងាយនឹងរងនៅការកកិតប្រសិនបើយើងមិនបានពិនិត្យមើលឲ្យបានហ្មត់ចត់មុនពេលប្រើប្រាស់វិនាទីវាអាចបង្កជាហានិភ័យដោយយើងមិនដឹងខ្លួនចំណុចទី2ការផ្សំគ្នារវាងអគ្គិសនីនិងលោហៈធាតុការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ចដែលថាខ្សែភ្លើងរលាត់បានប៉ះទៅនឹងក្រងដែកដំបូលគឺជារឿងមួយដែលគួរឲ្យមានការចាប់អារម្មណ៍ខាងផ្នែកបច្ចេកទេសដែកគឺជាលោហៈធាតុចម្លងអគ្គិសនីបានយ៉ាងលឿនជាទីបំផុតនៅពេលដែលចរន្តភ្លើងលេចធ្លាយទៅប៉ះនឹងក្រងដែកទាំងមូលអាចคล้ายទៅជាខ្សែភ្លើងនេះជាមូលហេតុដែលជាងជំនាញអាជីពតែងតែមានប្រព័ន្ធកាត់ផ្ដាច់ឬក៏ប្រព័ន្ធការពារត្រឹមត្រូវនៅពេលដែលធ្វើការងារជាមួយនឹងលោហៈធាតុចំណុចទី3ដែនកំណត់រវាងការងារធ្វើដោយខ្លួនឯងនិងជំនាញវិជ្ជាជីវៈជនរងគ្រោះរូបគាត់ចេះផ្សារដែកនេះគឺជាការពិតក៏ប៉ុន្តែការងារសាងសង់នៅទីខ្ពស់បូករួមនឹងការរៀបចំបណ្ដាញអគ្គិសនីបណ្ដោះអាសន្នវាទាមទារនៅបទពិសោធន៍និងឧបករណ៍សុវត្ថិភាពខ្ពស់ដូចជាខ្សែក្រវ៉ាត់សុវត្ថិភាពស្រោមដៃក្រាស់ការពារភ្លើងឆក់និងការរៀបចំខ្សែភ្លើងឲ្យមានសុវត្ថិភាពពីការប៉ះទង្គិចបើទោះបីជាយ៉ាងណាក៏ដោយយើងក៏មិនគួរប្រញាប់ធ្វើការសន្និដ្ឋានផ្ដាច់មុខថាវាបណ្ដាលមកពីការធ្វេសប្រហែសទាំងស្រុងទេពីព្រោះនៅពេលខ្លះបើទោះបីជាយើងមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយកត្តាអាកាសធាតុដូចជាខ្យល់បក់បោកខ្លាំងដែលធ្វើឲ្យខ្សែភ្លើងយល់យោក៏អាចជាដើមចោមដែលនឹកស្មានមិនដល់ផងដែរការវិភាគនេះគឺផ្អែកទៅលើទិន្នន័យដែលមាននាពេលបច្ចុប្បន្នតែប៉ុណ្ណោះដើម្បីជាការដាស់តឿនស្មារតីរួមមួយក្នុងនាមខ្ញុំបាទជាអ្នកតាមដាននៅព័ត៌មានសង្គមខ្ញុំក៏សូមចូលរួមសម្ដែងនៅការសោកស្ដាយនិងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះការបាត់បង់បង្គោលគ្រួសារគឺជាក្តីឈឺចាប់ដែលមិនអាចពិពណ៌នាបាននោះឡើយតាមរយៈព្រឹត្តិការណ៍នេះខ្ញុំក៏ចង់លើកទឹកចិត្តទៅដល់បងប្អូនទាំងអស់គ្នាសូមបង្កើននៅការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតប្រសិនបើបងប្អូនមានបំណងចង់ជួសជុលផ្ទះតបណ្ដាញអគ្គិសនីឬផ្សារដែកដោយខ្លួនឯងសូមចំណាយពេលបន្តិចដើម្បីធ្វើការត្រួតពិនិត្យឧបករណ៍សម្ភារៈខ្សែភ្លើងនិងព្រីភ្លើងឡើងវិញបើឃើញថាមានស្នាក់ស្នាមដាច់ឬក៏រលាត់សូមប្រើប្រាស់ស្កុតរុំខ្សែភ្លើងឲ្យបានជិតល្អឬក៏ផ្លាស់ប្ដូរថ្មីជាការល្អប្រសើរជាងប្រសិនបើការងារនោះទាមទារនៅបច្ចេកទេសខ្ពស់ឬនៅទីតាំងដែលមានគ្រោះថ្នាក់ការពឹងពាក់ជាងជំនាញដែលមានឧបករណ៍ការពារត្រឹមត្រូវនោះគឺជាជម្រើសដ៏ល្អជាទីបំផុតទន្ទឹមនឹងនេះសូមបងប្អូនអ្នកលេងបណ្ដាញសង្គមមេត្តាបញ្ចេញមតិយោបល់ប្រកបដោយការគោរពនិងក្តីអាណិតអាសូរទៅដល់ក្រុមគ្រួសារនៃសពសូមជៀសវាងនៅការប្រើប្រាស់នៅពាក្យសម្ដីស្ដីបន្ទោសឬក៏តាក់ទាញទៅលើជនរងគ្រោះពីព្រោះថាគ្មាននរណាម្នាក់ចង់ឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើងនោះឡើយការចែករំលែកនៅព័ត៌មានដោយមានការទទួលខុសត្រូវនិងការយល់ចិត្តគឺជាអ្វីដែលសង្គមយើងត្រូវការជាទីបំផុតនៅក្នុងកលៈទេសៈបែបនេះសរុបជារួមមកវិញករណីធ្លាក់ពីលើសម្យាផ្ទះនៅខណ្ឌកំពូលនេះត្រូវបានសមត្ថកិច្ចធ្វើការសន្និដ្ឋានជាបឋមថាបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីដោយសារតែខ្សែភ្លើងម៉ាស៊ីនផ្សារដាច់រលាត់ប៉ះទៅនឹងក្រងដែកយ៉ាងណាមិញយើងនៅតែរងចាំនៅការបញ្
បញ្ជាក់ជាផ្លូវការពីផ្នែកកោសលវិច័យបន្តទៀតរឿងនេះគឺជាសារដាស់តឿនដ៏ធំនិងមានតម្លៃបំផុតសម្រាប់យើងទាំងអស់គ្នាឲ្យយកចិត្តទុកដាក់ទៅលើសុវត្ថិភាពអគ្គិសនីជាចម្បងបងប្អូនអាចធ្វើការបញ្ចេញមតិយោបល់ comment ប្រកបដោយសីលធម៌នៅខាងក្រោមវីដេអូនេះសូមមេត្តាកុំប្រើប្រាស់នៅពាក្យពេចន៍ជេរប្រមាថឬក៏វិនិច្ឆ័យលើសពីអ្វីដែលបានបញ្ជាក់តើបងប្អូនធ្លាប់មានបទពិសោធន៍ឬក៏មានមតិយោបល់យ៉ាងណាដែរទៅលើការជួសជុលរបស់របរនៅក្នុងផ្ទះដោយខ្លួនឯងសូមធ្វើការចែករំលែកនៅបទពិសោធន៍របស់បងប្អូនទាំងអស់គ្នាប្រសិនបើមានព័ត៌មានថ្មីអាប់ដេត Sophie Explain នឹងបន្តតាមដានហើយនឹងយកមកជម្រាបជូនបន្ថែមទៀតអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់នៅពេលនេះ Sophie Explain សូមជម្រាបលា